សួស្តីអ្នកទាំងអស់គ្នាជួយជំនួយនឹងមានសារជាថ្មីម្ដងទៀតហើយមកបន្តសេរីរបស់យើងដែលជាភាពបន្តប្រើនៃភាពមួយនេះ System ក៏បង្ហាញថាភារកិច្ចប្រចាំថ្ងៃត្រូវបានបើកសោដូច្នេះបើលោកម្ចាស់បំពេញភារកិច្ចទាំងអស់នោះអ្នកនឹងទទួលបាន4ពិន្ទុក្នុងការអាប់ជំនាញឆាន់ស៊ីឡាក៏ស្វែងយល់ថានៅក្នុងភារកិច្ចទាំងអស់នោះមានដូចជារត់ចម្ងាយចំនួន10គីឡូម៉ែត្រអវ៉ាងចំនួន3000ព្រមទាំងអង្គុយងើបចំនួន2000ផងដែរការបណ្ដុះបណ្ដាលមួយនេះវាដូចជាសហោខុសសម្រាប់គាត់ប្រយោជន៍ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរដូច្នេះហើយឆាន់ស៊ីឡាក៏យល់ព្រមជាមួយនឹងភារកិច្ចមួយនោះបន្ទាប់មកការបណ្ដុះបណ្ដាលក៏ត្រូវបានចាប់ផ្ដើមឆាន់ស៊ីឡាក៏រអ៊ូឲ្យថាមិនត្រឹមតែការហ្វឹកហាត់ធ្ងន់ធ្ងរប៉ុណ្ណោះទេតែវាក៏ផ្ចូលជាមួយនឹងឧបករណ៍នៃការហ្វឹកហាត់ផងដែរប៉ុន្តែវាមិនមែនជាអ្វីដែលពិបាកសម្រាប់កូននោះទេបន្ទាប់ពីហ្វឹកហាត់យ៉ាងយូរត្រឹមតែមួយផ្លែឆាន់ស៊ីឡាក៏បញ្ចប់ខ្វែទាំងអស់នោះហើយក៏ទទួលបាន4ពិន្ទុក្នុងការអភិវឌ្ឍជំនាញផងដែរដោយមិនបង្អង់យូរឆាន់ស៊ីឡាក៏ប្រើប្រាស់ពីពិន្ទុទៅលើការការពារព្រមទាំងព្យាបាលនិងពីពិន្ទុទៀតទៅលើភាពឆ្លៀវវៃរបស់គាត់ស្រាប់តែពេលនោះកញ្ញាលីលីក៏បង្ហាញខ្លួនឆាន់ស៊ីឡាក៏បានសួរឲ្យលីលីហេតុអីបានជាអ្នកនៅទីនេះនាងក៏បានឆ្លើយតបថានាងមកទីនេះដើម្បីផ្ដល់អាហារទៅឲ្យគាត់ហ្នឹងហើយតើគាត់កំពុងតែហ្វឹកហាត់មែនដែរឬទេគាត់ក៏បានតបថាប៉ាត់មែនហើយដោយសារតែលោកតាគាត់ចង់មករៀនក្បាច់គុណមកកាន់ខ្ញុំដូច្នេះខ្ញុំត្រូវតែពង្រឹងរាងកាយរបស់ខ្ញុំជាមុនសិនដែលឮថាលោកតាចង់មករៀនក្បាច់គុណទៅកាន់គាត់ធ្វើនាងព្យាបាលខ្លាំងមែនទែនក៏ព្រោះថានាងក៏ចង់ឃើញថាតើសមត្ថភាពរបស់គាត់នៅពេលនោះខ្លាំងប៉ុណ្ណាទៅចិនស៊ីឡាំងក៏បានសួរទៅតើពេលនេះខ្ញុំមិនទាន់ខ្លាំងទេមែនទេនាងក៏បានឆ្លើយតបថាប៉ាត់មែនហើយលក្ខណៈព្យាបាលវាគ្រាន់តែជាជំនាញមួយដែលព្រះបានបន្ទានពរមកឲ្យឯងប៉ុណ្ណោះអ្វីដែលសំខាន់វាគឺជាលក្ខណៈធាតុរបស់ឯងឧទាហរណ៍ដូចជាយើងដែលមានលក្ខណៈធាតុមយូរ៉ាភ្លើងចំណែកឯលោកតាវិញគាត់មានលក្ខណៈធាតុគឺជាថាមពលកូរិនទាហើយលូប៉ានគេមានលក្ខណៈធាតុជាស្រមោលលក្ខណៈធាតុរបស់មនុស្សម្នាក់មិនដូចគ្នានោះទេហើយគុណលក្ខណៈធាតុទាំងអស់នោះក៏កំណត់នៅជំនាញប្រយុទ្ធរបស់ពួកគេផងដែរចិនស៊ីឡាំងបានត្រឹមតែលន់មកថាមើលទៅពិភពលោកមួយនេះវាពិតជាចម្លែកណាស់លីលីក៏បន្តបកស្រាយហើយពិភពលោកដែលយើងរស់នៅសប្តាហ៍នេះគឺមានទ្វីបចំនួន5ហើយទ្វីបដែលយើងកំពុងតែរស់នៅសប្តាហ៍នេះគឺមានឈ្មោះថាទ្វីបពូឡាសេប្រមូលផ្ដុំដោយមនុស្សរស់នៅជាច្រើនទ្វីបបន្តទៀតគឺជាទ្វីបមេការ៉ានៅភាគខាងលិចដែលសម្បូរដោយភ្លើងនៃគ្រោះមហន្តរាយទ្វីបទី3គឺជាទ្វីបសានធីដូគឺសម្បូរទៅដោយអ្នកចម្បាំងនាគព្រមទាំងជាចម្រោកដល់សត្វយក្សធំថែមទៀតផងហើយនៅភាគខាងកើតគឺជាទ្វីបដែលគ្របដណ្ដប់ទៅដោយព្រៃឈើបែកកាម៉ាអ្នកដែលរស់នៅទីនោះគឺជាកុលសម្ព័ន្ធអែលដែលមានមនោគមសហគមន៍ខ្លាំងមែនទែននៅភាគខាងត្បូងវាគឺជាទ្វីបខបភីតិចសម្បូរដោយកុលសម្ព័ន្ធមនុស្សទើដែលពួកគេមានជំនាញក្នុងការបង្កើតអាវុធគ្រប់ប្រភេទមិនថាគឺជាអាវុធស្អីគេនោះទេហើយបើយើងទៅតាមរឿងប្រណិទានសមុទ្រនៅទីបញ្ចប់វាគឺជាកន្លែងដែលភ្ជាប់ទៅនឹងកន្លែងព្រះបើយើងអាចឆ្លងកាត់ទៅកាន់សមុទ្រគ្មានទីបញ្ចប់នោះបាននោះយើងប្រកាសជានឹងទៅដល់កន្លែងដែលព្រះរស់នៅតែប្រហែលជាវាគ្រាន់តែជាការបោកកុហកប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយខ្ញុំនៅតែមានអារម្មណ៍ថារឿងព្រៃមួយនេះគួរតែជាការពិតចិនស៊ីឡាំងក៏បានប្រាប់ថាអ្នកមិនចាំមិនព្រៃបុរាណនោះទេខ្ញុំប្រកាសជានឹងនាំអ្នកចែកចេញអំពីវិស័យណាត់យាមួយនេះនាងក៏សង្ឃឹមដូចនេះដែរតែពេលនោះលោកតាក៏និយាយថាយើងពិតជាមិននឹកស្មានថាអញបានជាស្បែកលឿនបែបនេះទេបើអញ្ចឹងតើអញត្រៀមខ្លួនក្នុងការសាកល្បងហើយឬនៅចិនស៊ីឡាំងក៏ឆ្លើយតបថាខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយលោកតាក៏ពន្យល់ថានៅក្នុងពិភពលោកមួយនេះព្រះតែងតែបានប្រទាននូវពរព្រមទាំងជំនាញអ្វីៗដល់មនុស្សគ្រប់គ្នាតែអ្វីដែលមិនអាចខ្វះបាននោះវាគឺជាគុណលក្ខណៈធាតុដែលយើងអាចមើលឃើញមានដូចជាទឹកដីភ្លើងឈើប៉ុន្តែវាក៏មានគុណលក្ខណៈធាតុផ្សេងទៀតដូចជាពន្លឺភាពងងឹតព្រមទាំងស្រមោលដែលយើងមិនអាចមើលឃើញបានហើយបើឯងចង់ស្វែងយល់អំពីគុណលក្ខណៈធាតុទាំងអស់នោះឯងគួរតែជំរុញការយល់ដឹងរបស់ឯងចំពោះធាតុនីមួយៗជាមុនសិនបន្ទាប់មកក៏បានបង្កើតនៅក្បួន Teleport មួយព្រោះតាមប្រាប់ថានៅចំម្ខាងទៀតនៃក្បួន Teleport មួយនេះវាគឺជាកន្លែងដែលសត្វចម្លែករស់នៅបន្ទាប់ពីឯងចូលទៅដល់ទីនោះប្រកាសជាបានឃើញទៅកាន់សត្វចម្លែកមួយដែលវាពិតជាធំវានឹងហើយគឺជាដៃគូប្រយុទ្ធជាមួយយើងអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងរយៈពេល3ថ្ងៃបើសិនមកអញអាចសម្លាប់ទៅការស្ដេចសត្វចម្លែកទាំងអស់នោះហើយយកក្បាលរបស់វាមកកាន់ទីនេះនោះឯងនឹងអាចឆ្លងកាត់ការតេស្តរបស់មួយនេះហើយតែយើងក៏សូមបញ្ជាក់ឯងថាលុះត្រាតែឯងដាក់ថាពលធាតុទៅអាចប្រើប្រាស់អំណាចពិតរបស់ដាវមួយនេះបានតើឥឡូវនេះឯងមានការស្ដាយក្រោយដែរឬទេចិនស៊ីឡាំងក៏ឆ្លើយតបថាខ្ញុំមិនមានការសោកស្ដាយនោះទេអ្នកចាំតែមើលទៅខ្ញុំប្រកាសជានឹងយកក្បាលសត្វចម្លែកទាំងអស់នោះមកកាន់ទីនេះ System ក៏ថាដំណើរស្វែងរកស្ដេចសត្វចម្លែកបានចាប់ផ្ដើមវត្តចារក៏បានពោលថាចិនស៊ីឡាំងវាមានតែពេលដែលឯងមានការអស់សង្ឃឹមនោះទេទើបអាចយកច្បាស់អំពីថាពលនិធាតុបានបន្ទាប់ពីមកដល់ទីតាំងចិនស៊ីឡាំងក៏ស្វែងយល់ថាទីនេះវាពិតជាងឹតមិនមានពន្លឺព្រះអាទិត្យនោះទេហើយខ្លាញ់ក៏មិនល្អផងដែរប៉ុន្តែមិនអីនោះទេខ្ញុំត្រូវតែស្វែងរកទៅកាន់ក្រុមសត្វចម្លែកជាមុនសិនហើយជាមួយនឹងកម្រិតរបស់គាត់បច្ចុប្បន្ននេះវាពិតជាពិបាកក្នុងការសម្លាប់ទៅកាន់ស្ដេចរបស់ពួកវាដូច្នេះគាត់ត្រូវតែសម្លាប់ទៅកាន់ពួកអាចារ្យទាំងអស់នោះដើម្បីបង្កើនកម្រិតរបស់គាត់ស្រាប់តែពេលនោះក៏មានអ្វីមួយយ៉ាងបើការវាប្រហារមកកាន់គាត់ភ្លាមតែម្ដងតែឈិនស៊ីឡាំងក៏បានកាត់ផុត System
system ក៏បានប្រាប់ថាសត្វចម្លែកមួយនេះវាពិតជាអាចកំបាំងឆាន់សៀឡាងក៏បានទាញដាវរួចក៏និយាយថាយើងក៏ចង់ដឹងផងដែរថាដាវដែលលោកតាបានឲ្យវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាបន្តមកទៀតឆាន់សៀឡាងក៏ប្រើប្រាស់ក្បាច់ដាវយ៉ាងសាហាវខុសៗកាត់ដៃកាត់ជើងទៅកាន់សត្វចម្លែកមួយនោះរួចក៏ប្រើប្រាស់មួយក្បាច់សម្រាប់ទៅកាន់វាយកតែម្ដងទៅ system ក៏លបប្រាប់ថាគាត់ទទួលបាន 3500 បន្ទុកបទពិសោធន៍ហើយទទួលបាន 5 បន្ទុកក្នុងការអាប់ជំនាញតែយើងក៏បានឃើញហើយថាមិនមែនមានសត្វតែមួយទេវាពិតជាមានចំនួនដ៏ច្រើនខ្លាំងមែនតើទោះបីជាឃើញបែបនេះឆាន់សៀឡាងក៏នៅតែញញឹមរួចហើយក៏ចាប់ផ្ដើមបើការវាយប្រហារយ៉ាងសាហាវខុសៗសម្រាប់តែការសត្វចម្លែកទាំងអស់នោះគ្មានត្រាប្រណីនោះទេសូម្បីតែ system ក៏ពិបាកក្នុងការកណនាចំនួនបន្ទុកដែលគាត់ទទួលបានផងដែរការមកផ្លាំងមួយនេះវិញលោកតាក៏និយាយថាឆាន់សៀឡាងយើងដឹងថាយើងមិនអាចខត់ទៅកាន់ឯងបាននោះទេដែលឯងពិតជាដូចមកកាន់យើងក៏ពីក្មេងខ្លាំងមែនទេប៉ុន្តែនៅពេលដែលឯងបានឃើញភាពខុសៗនៅក្នុងពិភពលោកមួយនេះហើយនោះឯងប្រកាសជាបានដឹងថាវាពិតជាអាក្រក់ខ្លាំងប៉ុណ្ណាម្យ៉ាងវិញទៀតបើសិនមកឯងអាចចាត់ក្បាលទៅកាន់សត្វចំណាយបាននោះមនុស្សគ្រប់គ្នានឹងជឿជាក់ថាឯងគឺជាព្រះដែលនាំពួកយើងចាក់ចេញពីទីនេះគាត់មកកាន់កន្លែងឆាន់សៀឡាងវិញវាបានកន្លងផុតអស់3ម៉ោងហើយតែគាត់នៅតែមិនទាន់ឃើញទៅកាន់សត្វចំណាយទៀតស្រាប់តែពេលនោះក៏មានសម្លេងស្ត្រីម្នាក់ហៅរកជំនួយធ្វើឲ្យឆាន់សៀឡាងក៏មានការងុយឆ្ងល់ហើយហើយអ្វីបានជាមានមនុស្សនៅក្នុងទីកន្លែងដ៏អាក្រក់បែបនេះហើយគាត់ក៏សួរនឹងថាតើវាមានរឿងអ្វីកើតឡើងនេះបានត្រឹមតែឆ្លើយថានៅខាងមុខនេះមានសត្វបិសាចពេលនោះផងណែបិសាចអុកយ៉ាងច្រើនក៏បានបង្ហាញខ្លួន system ក៏ប្រាប់ផងដែរថាអំណាចរបស់ពួកគេមិនអន់នោះទេហើយមេដឹកនាំរបស់ពួកគេមានឈ្មោះថារ៉ៃស៊ីបញ្ញាកំណត់ទៀតឆាន់សៀឡាងក៏បានគាត់ឲ្យថាតើនេះគឺជាបិសាចអុកមែនដែរឬទេហើយពួកវាក៏ថែមទាំងមានភាពឆ្លៀវវៃថែមទៀតបន្តមកក៏ប្រាប់ឲ្យស្ត្រីនោះដកថយបន្តិចហើយក៏បន្តគាត់ថាដោយសារតែបិសាចអុកបង្ហាញខ្លួនទៅឲ្យអញ្ចឹងមានន័យថាខ្ញុំគិតដល់គោលដៅហើយចំណែកឯស្ត្រីម្នាក់នេះវិញនាងគួរតែជាអ្នកត្រូវបានគេបញ្ជូនមកកាន់ទីនេះហើយដែលឃើញថានាងមានការភ័យខ្លាចឆាន់សៀឡាងក៏ថាកុំខ្លាចឲ្យខ្ញុំនឹងការពីអ្នកទាំងពីរតែពេលនោះលបងរ៉ាស៊ីក៏ថាអេក្មេងលោកតើឯងចង់ធ្វើជាបរិយាបរកពី Trace On មែនទេតើពួកឯងឆាប់ទៅរីកជាមួយនឹងមន់ថ្មីម្លាមទៅឆាន់សៀឡាងក៏បានលុតវាប្រហារទៅកាន់អុកទាំងអស់នោះក្បាច់កូនរបស់គាត់វាពិតជាសាហាវខុសៗក៏ប៉ុន្តែមិនអាចធ្វើឲ្យរបួសទៅកាន់អុកនោះទេគាត់ក៏លន់មាត់ហើយថាមើលទៅអុកទាំងអស់នេះមានការការពារខ្លាំងគ្រាន់បើប៉ុន្តែវានៅតែងាយស្រួលក្នុងការសម្លាប់ដែលឃើញថាអុកមួយនៅឈ្ងានលបងរ៉ៃស៊ីក៏ថាអីហើយបើជាឯងមិននៅឈ្មោះយ៉ាងលបងអុកមួយក្បាលនឹងផងណែបន្ទាប់ពីឃើញថាគ្នារបស់វាបានងាប់ទៅហើយវាពិតជាមិនហ៊ានចូលនោះទេលបងរ៉ៃស៊ីក៏បន្តថាមេឯងកំសាខ្លាំងម្ល៉េះសម័យដែលយើងសម្លឹងមើលទៅគេក៏ឲ្យសម្លាប់គេបានហើយតែគ្មានទេដើរបានមកដល់ក៏ចឹងក៏បាត់ទៅហើយឆាន់សៀឡាងក៏ថាដាក់របស់ឯងចោលភ្លាមទៅបើមិនដូច្នេះទេក្បាលរបស់ឯងប្រហែលជាជ្រុះហើយឆ្លើយនឹងសំណួររបស់យើងហើយបានជាឯងដេញទៅកាន់ពួកគេលបងរ៉ៃស៊ីក៏គម្រាមថាយើងគឺជាអ្នកអំរើរបស់ព្រះដូច្នេះប្រសិនបើឯងហ៊ានតែសម្លាប់យើងព្រះប្រកាសជានឹងដាក់បណ្ដាសាទៅក៏ឯងនិយាយចប់ក៏ស៊ីមិនដៃរបស់ឆាន់សៀឡាងធ្វើឲ្យគេពិតជាមានការជឿចាប់ឆាន់សៀឡាងក៏សួរម្ដងទៀតឯងចឹងតើមេរបស់ឯងនៅឯណាគេក៏បានចងល់ទៅកាន់ទីតាំងមួយឆាន់សៀឡាងក៏បានគាត់ថាមើលទៅវាមិនក៏ហត់នោះទេវាក៏ដូចគ្នានឹងទីស្តំបានមកចងល់បង្ហាញផងដែរតែលបងរ៉ៃស៊ីក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនចាប់ទៅកាន់ក្មេងស្រីទាំងពីរព្រមទាំងនិយាយថាតើឯងចង់ការពារទៅកាន់សត្វល្អិតទាំងពីរនេះណាស់មែនទេអញ្ចឹងចាំឲ្យយើងបំបីសាសរបស់ពួកគេជាអំណៃទៅចុះប៉ុន្តែគ្មានតែរន្ទះជើងដ៏អស្ចារ្យទាំងពីរក៏បង្ហាញខ្លួនភ្លាមធ្វើឲ្យគេបានត្រឹមតែឈរកែងជាលទ្ធផលក៏ស៊ីរន្ទះជើងទាំងពីរនឹងធ្វើឲ្យទឹកមុខរបស់លបងរ៉ៃស៊ីពិតជាជូរចត់ខ្លាំងមែនទែនហើយឆាន់សៀឡាងក៏កត់ផងដែរថាបារម្ភអ្នកនេះគេពិតជាមានជំនាញគួរសមចំណែកបារម្ភអ្នកនៅវិញក៏ស្វាគមន៍មកកាន់គាត់ផងដែរឆាន់សៀឡាងក៏បានសួរថាតើអ្នកជានរណាហើយហេតុអ្វីបានជាអ្នកនៅទីនេះគេក៏បកស្រាយប្រាប់ទៅថា3ថ្ងៃមុនខ្ញុំនិងដៃគូរបស់ខ្ញុំត្រូវបានគេបញ្ជូនមកកាន់ទីនេះតែមិនដឹងអំពីមូលហេតុហើយតាមផ្លូវគ្នារបស់យើងមួយចំនួនត្រូវបានចាប់ដោយពួកអុកទាំងអស់នោះប៉ុន្តែពេលនេះយើងបានជួបទៅកាន់ពួកគេហើយខ្ញុំឈ្មោះប្រូលូគឺជាអ្នកចម្បាំងហើយនេះ Faloga គេគឺជាឃាតករចំណែកម្នាក់នេះវិញនាងគឺជា Radel ជាអ្នកព្យាបាលឆាន់សៀឡាងក៏បានណែនាំខ្លួនរបស់គាត់ប្រាប់ទៅកាន់ពួកគេផងដែរប្រូលូក៏បានសួរថាឆាន់សៀឡាងតើឯងដឹងទេថាហេតុអ្វីបានជាយើងត្រូវបានបញ្ជូនមកកាន់ទីនេះឆាន់សៀឡាងក៏បានតបថាខ្ញុំមិនដឹងនោះទេប៉ុន្តែប្រហែលជាលបងរ៉ៃស៊ីដឹងចំណែកលបងរ៉ៃស៊ីវិញពិតជាស្ដាយក្រោយខ្លាំងមែនទែនដែលគេបានផ្ដល់ឱកាសទៅកាន់បរិសុទ្ធទាំងពីរនៅវាប្រហារមកកាន់គេដោយលុយលាប៉ុន្តែមិនអីទេលោកម្ចាស់របស់គេប្រកាសជានឹងសម្លាប់ទៅកាន់ពួកគេទៅពីនេះជាមិនខានតែគ្មានទេមនុស្សរូបគ្នាក៏បានរមមកកាន់គេយកតែម្ដងធ្វើឲ្យគេបានស្រែកហើយថាបើអ្នកទាំងអស់គ្នាហ៊ានតែសម្លាប់ខ្ញុំព្រះក៏នឹងមិនលើកលែងឲ្យអ្នកទាំងអស់គ្នាផងដែរឆាន់សៀឡាងក៏និយាយថារ៉ៃស៊ីឆ្លើយនឹងសំណួររបស់ខ្ញុំបើឯងមិនចង់ស្លាប់ទេការមកកាន់វាមានមួយសម្លេងមួយក៏ថាវូឡៃតើឯងងងហើយមែនទេយើងបានចំណាយពេលច្រើនឆ្នាំមកហើយប៉ុន្តែនៅតែមិនរកឃើញទៅកាន់រសានោះទៀតឯងមិនចាំមិនដាក់ក្តីសង្ឃឹមទៅលើក្មេងប្រុសដែលមិនទាន់ដាក់ថាពោធិនោះទេហើយឯងក៏គួរតែដឹងផងដែរថានៅពេលដែលព្រះខាងវានឹងជួបផលវិបាកខ្លាំងប៉ុណ្ណាអញ្ចឹងយើងណែនាំឲ្យឯងចាប់ទៅសម្លាប់ក្មេងប្រុសម្នាក់នោះភ្លាមទៅលោកតាវូឡៃ
ក៏បានតបថាវាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់តើនេះមែនទេគឺជាពេលដែលចាប់ទឹកមនុស្សដូចជាសត្វល្អនោះឯងបានប្រើជីវិតមនុស្សរាប់មិនណោះក្នុងការដោះដូរជាមួយសន្តិភាពដែលឯងបាននិយាយដូច្នេះឯងគួរតែខ្ចប់ភាពទន់ខ្សោយរបស់ឯងចូលទៅក្នុងកតាបទៅហើយរស់នៅលើកំណត់សពរបស់អ្នកដទៃលើបែបនេះគេពិតជាខឹងខ្លាំងមែនទែនតើឯងក៏ពួនតែនិយាយអ្វីនឹងអញ្ចឹងចាំយើងដោះស្រាយជាមួយឯងជំនួសព្រះទៅចុះតែសមត្ថភាពរបស់គេដូចជាអន់ពេលយាយមិនអាចសូម្បីតែទម្លុះការការពាររបស់លោកតាវូលីក៏ដើរចាយចេញព្រមទាំងនិយាយថាយើងពិតជាមិនចង់រស់នៅទៅលើសន្តិភាពដែលឈរនៅលើកំណត់សពរបស់អ្នកដទៃនោះទេប៉ុន្តែយើងនឹងដោះដាវម្ដងទៀតនៅពេលដែលមនុស្សសុទ្ធត្រង់ត្រូវបានគេធ្វើបាបសូម្បីតែព្រះក៏យើងមិនលើកលែងដែរលើសន្តិមាក់ងាយបែបនេះធ្វើឲ្យគេក៏ពិតជាខឹងខ្លាំងមែនទែនតែត្រូវបានបរិះម្នាក់បានខកទៅកាត់មកពេលនេះវិញលបងរ៉ៃស៊ីងក៏ថាខ្ញុំបានប្រាប់ໄວដែលខ្ញុំដឹងតែកណ្ដអ្នកទាំងអស់គ្នាជាមួយនឹងដំណើររបស់ខ្ញុំប៉ុណ្ណេះខ្ញុំដឹងតែរឿងប៉ុណ្ណឹងទេបន្ទាប់ពីបានស្ដាប់រឿងរ៉ាវទាំងអស់នេះរួចឈិនស៊ីឡាំងក៏ពិតជាបានអត្តកម្មមនុស្សដែលត្រូវបានបញ្ជូនមកកាន់ទីនេះខ្លាំងមែនទែនហើយគាត់ក៏នឹងសន្យាថានឹងស្វែងរកទៅកាន់ប្រាសាទពីរ៉ាមីតហើយនាំពួកគេទាំងអស់គ្នាចាក់ចេញពីទីនេះក៏ប៉ុន្តែបើយើងទៅតាមសិភៅទេវកថាខេបូលីគាត់គឺជាជើងខ្លាំងដែលបានចាក់កំណត់ធ្វើជាព្រះដ៏ខ្លាំងបំផុតនៅក្នុងទេវកថាអេស៊ីបតើព្រះទាំងអស់សរសឹងតែមានថាពួកខ្លាំងបែបនេះមែនទេពេលនោះប្រូលូក៏ថាឈិនស៊ីឡាំងយើងបានទៀងខ្លួនរួចរាល់ហើយថាយើងនឹងធ្វើអំណាចទៅជាមួយនឹងឯងក៏ប៉ុន្តែយើងពិតជាមិនដឹងថានឹងមានសច្ចចំណុចអ្វីខ្លះនោះទេដូច្នេះយើងនឹងឲ្យរ៉ាដែលស្នាក់នៅទីនេះដើម្បីព្យាបាលទៅកាន់មនុស្សគ្រប់គ្នាកញ្ញារ៉ាដែលក៏តបថាឯងមិនចាំបាច់បរាមទេយើងនឹងការពារមនុស្សគ្រប់គ្នាហើយក៏នឹងរងចាំឯងត្រឡប់មកវិញផងដែរពេលនោះលបងរ៉ៃស៊ីក៏ថាយើងសូមណែនាំពួកឯងទៅចុះកុំទៅមុខទៀតអីក៏ព្រោះថានៅមុខទៀតគឺសម្បូរដោយអកដែលមានកម្រិតខ្ពស់ឈិនស៊ីឡាំងក៏បានឆ្លើយតបថាឯងមិនចាំមិនព្រួយបារម្ភនោះទេបើយើងងាប់ឯងក៏គួរតែងាប់ជាមួយនឹងយើងដែរលបងរ៉ៃស៊ីងក៏តបមិនឲ្យទ្រូងទេយើងមិនគួរស្លាប់ជាមួយឯងឡើយប្រូលូក៏ថាឯងកុំនិយាយច្រើនខ្លាំងពេកប្រយ័ត្នជិះរយមុនទៅស្លាប់ទៅវើយកាត់មកកាន់រូបភ្នំមួយវិញយើងក៏បានឃើញហើយថាមនុស្សជាច្រើនត្រូវបានគេចាប់ដាក់ចូលក្នុងទ្រុងបិសាចមនុស្សក៏បាននិយាយថាអាហារទាំងអស់នេះពិតជាគួរឆ្ងាញ់ណាស់ដូច្នេះលោកម្ចាស់ឆាប់ហូបទៅកាន់ពួកគេទៅលោកម្ចាស់របស់ពួកគេគ្រាន់តែបាក់ភ្នែកបណ្ដាលឲ្យសេរីរឿងនេះភាពមួយនេះត្រូវបានក៏ចាប់ត្រឹមនឹងគឺមានតែរងចាំទស្សនានៅភាពបន្តតែប៉ុណ្ណោះហើយក៏សូមអធិស្ឋានដែលបើសិនមិនបានចេញវីដេអូក៏ព្រោះថាដាច់ភ្លើងគឺតាំងពីព្រឹករហូតដល់ល្ងាចតែម្ដងអញ្ចឹងហើយសង្ឃឹមថាអ្នកក្លាហានគ្រប់គ្នាមានការយោគយល់ទៅចុះហើយនៅក្នុងវីដេអូមួយនេះផងដែរក៏អរគុណទៅបងប្រយេធានដែលបានឧបត្ថម្ភចំនួន200រៀលមកកាន់ admin ផងដែរហើយសម្រាប់អ្នកក្លាហានរូបណាដែលចង់ឧបត្ថម្ភមកកាន់ admin អីគឺឲ្យឧបត្ថម្ភតាមរយៈ QR code ខាងលើនេះបានអញ្ចឹងហើយ admin គឺមានតែពាក្យថាអរគុណនិងជូនពរអ្នកទាំងអស់គ្នារកស៊ីទៅទៀតមានបានទុនណាមកណាប្រកបដោយសុខភាពពីនេះពីសំណាក់ admin បាយជួបគ្នានៅក្នុងវីដេអូក្រោយ